ស្វាគមន៍មកកាន់ channel របស់ខ្ញុំបាទនៅក្នុងថ្ងៃនេះស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទដំបូងគេដែលខ្ញុំនឹងបង្ហាញអំពីចំណាប់អារម្មណ៍ឬជាគោលដៅក្នុងការបង្កើត channel នេះឡើងបាទគោលដៅក្នុងការបង្កើត channel នេះឡើងខ្ញុំបាទមានគោលបំណងដើម្បីចែករំលែកនៃការបង្រៀនកុំព្យូទ័រជូនបងប្អូនអរគ្នាដោយឥតគិតថ្លៃនៅក្នុង channel របស់ខ្ញុំបាទមួយនេះហើយការបង្រៀននោះដែរខ្ញុំផ្ដោតសំខាន់ទៅលើកម្មវិធី Microsoft Excel Microsoft Word និង Microsoft PowerPoint រួមទាំង Access និង Visio កម្មវិធីទាំងអស់នេះគឺជាកម្មវិធីមួយសម្រាប់បងប្អូនដែលយកទៅបំពេញការងារបាទប៉ុន្តែកម្មវិធីទាំងអស់នេះគឺជាកម្មវិធីមួយដែលបងប្អូនមិនអាចខ្វះបានគឺជា program មួយដែលបងប្អូនត្រូវចេះជាចម្បងដាច់ខាតបើសិនបងប្អូនអត់ចេះទៅលើកម្មវិធីទាំងអស់នេះទេបងប្អូនពិបាកក្នុងការស្វែងរកការងារធ្វើបងប្អូនពិបាកនៅក្នុងការបំពេញការងារជូនបាទក្រុមហ៊ុនអញ្ចឹងគោលដៅដែលខ្ញុំបាទបង្កើត channel នេះឡើងគឺដើម្បីចែករំលែកនៃចំណេះដឹងកុំព្យូទ័រទាំងអស់ដែលខ្ញុំមានដែលខ្ញុំធ្លាប់ឆ្លងកាត់ជូនទៅបងប្អូនអរគ្នាជាពិសេសសម្រាប់បងប្អូនទាំងអស់មានបំណងចង់ស្វែងសិក្សាដោយខ្លួនឯងប៉ុន្តែមានតែការស្វែងសិក្សាខ្លួនឯងនោះទេដែលធ្វើឲ្យខ្លួនឯងរីកចម្រើនដែលធ្វើឲ្យខ្លួនឯងលូតលាស់និងធ្វើឲ្យខ្លួនឯងដើរទាន់នៅប្រព័ន្ធ technology បច្ចុប្បន្នប្រព័ន្ធ technology កំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងជាពិសេសប្រព័ន្ធ AI បើសិនបើយើងខ្វះស្វែងសិក្សាខ្លួនឯងទេបងប្អូនមិនអាចឈានដល់ទៅមុខទាន់គេនោះទេអញ្ចឹងហើយខ្ញុំមើលឃើញពីចំណុចអស់ហ្នឹងហើយដែលខ្ញុំមានបំណងនឹងបន្ថែមទៅលើកលឹះផ្សេងៗជូនបងប្អូនអរគ្នានៅក្នុង channel មួយនេះអ្វីដែលសំខាន់គោលដៅចម្បងខ្ញុំមាន3ចំណុច3 point ធំចំណុចទី1ខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីការបង្រៀនកុំព្យូទ័រពីវគ្គដំបូងរហូតដល់ Advanced Basic រហូតដល់ Advanced ហើយពីមួយចំណុចទៅមួយចំណុចខ្ញុំនឹងលំអិតជូនបងប្អូនអរគ្នាពី function ពីមុខងារនីមួយៗសម្រាប់បងប្អូនយកទៅស្វែងសិក្សាខ្លួនឯងងាយយល់ងាយចាប់បានងាយអនុវត្តបាទខ្ញុំឧទាហរណ៍បើសិនបើយើងរៀនពីកម្មវិធី Microsoft Excel អញ្ចឹងថាតើការ start ដំបូងនៃកម្មវិធីយើងត្រូវចាប់ផ្ដើមពីចំណុចណាទៅចំណុចណាយើងត្រូវចាប់មុខងារអ្វីខ្លះដើម្បីឲ្យយើងងាយស្រួលយកទៅអនុវត្តងាយស្រួលយកទៅរៀនបាទចំណុចទី2ខ្ញុំនឹងបង្ហាញបងប្អូនអរគ្នានៃការប្រើប្រាស់រូបមន្តផ្សេងៗនៅក្នុងកម្មវិធី Microsoft Excel ឬក៏កម្មវិធី Access បាទប៉ុន្តែកម្មវិធី Microsoft Excel គឺជាកម្មវិធីមួយដែលពេញនិយមបំផុតសម្រាប់បងប្អូនដែលកំពុងបម្រើការងារជូនក្រុមហ៊ុនស្ថាប័នរដ្ឋឬក៏ឯកជនព្រោះកម្មវិធី Microsoft Excel យើងយកទៅប្រើប្រាស់សម្រាប់ចងទិន្នន័យផ្សេងៗយកទៅគ្រប់គ្រងទៅលើបាទប្រព័ន្ធទិន្នន័យផ្សេងៗរបស់ក្រុមហ៊ុនរបស់បងប្អូនទាំងអស់គ្នាក៏ដូចជាសម្រាប់ក្រុមហ៊ុនបងប្អូនដែលកំពុងតែបម្រើការងារបាទមួយវិញទៀតតើតើជាមួយនឹង Access កម្មវិធី Access គឺជាកម្មវិធីមួយដែលបង្កើតឡើងដើម្បីបងប្អូនអរគ្នាងាយស្រួលនៅក្នុងការប្រើប្រាស់សម្រាប់ចងទិន្នន័យចងប្រព័ន្ធគ្រប់គ្រងទៅលើបាទសម្ភារៈឬក៏ប្រព័ន្ធគ្រប់គ្រងទៅលើបាទទិន្នន័យផ្សេងៗដែលបងប្អូនមានតម្រូវការចងគ្រប់គ្រងបាទអញ្ចឹងហើយខ្ញុំនឹងបង្ហាញឲ្យបានលម្អិតអំពីការប្រើប្រាស់រូបមន្តនីមួយៗបើសិនបងប្អូនប្រើប្រាស់រូបមន្តសាំអញ្ចឹងខ្ញុំនឹងបង្ហាញបន្ថែមថាតើរូបមន្តសាំយើងប្រើនៅពេលណាប្រើដើម្បីអ្វីហើយយើងប្រើវានៅពេលណាខ្លះបាទរូបមន្ត sum if រូបមន្ត sum if យើងប្រើសម្រាប់ធ្វើអីបាទ sum if មាន s យើងប្រើសម្រាប់ធ្វើអីមាន count if មាន count a និងមានរូបមន្ត VLOOKUP រូបមន្តផ្សេងៗជាច្រើននៅក្នុងកម្មវិធី Microsoft Excel មកដល់បច្ចុប្បន្នកម្មវិធី Microsoft Excel បានអាប់ដេតនៅរូបមន្តផ្សេងៗច្រើននិងងាយស្រួលសម្រាប់បងប្អូនយកទៅចងយកទៅគ្រប់គ្រងទិន្នន័យផ្សេងៗច្រើនបាទខ្ញុំនឹងលម្អិតឲ្យបានច្រើនទៅលើការប្រើប្រាស់រូបមន្តក៏ដូចជា tool ពិសេស function format អីផ្សេងៗជូនបងប្អូនទាំងអស់គ្នាបាទចំណុចទី3ខ្ញុំនឹងមានបន្ថែមទៅលើបាទទម្រង់ផ្សេងៗក៏ដូចជាប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្សេងៗជូនបងប្អូនទាំងអស់គ្នានៅក្នុងវិស័យការងារ
បាទតើតោជាមួយនឹងប្រព័ន្ធផ្សេងមានប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សបុគ្គលិកប្រព័ន្ធគ្រប់គ្រង attendant បញ្ជីជាងកម្មករប្រាក់ជាងកម្មករចាំថ្ងៃប្រព័ន្ធ face scanner ក៏ដូចប្រព័ន្ធគ្រប់គ្រងបរិស័ទប្រព័ន្ធគ្រប់គ្រង stationery ប្រព័ន្ធគ្រប់គ្រងឃ្លៀងហៅថាសន្និធិចឹងមានប្រព័ន្ធគ្រប់គ្រងផ្សេងជាច្រើនដែលខ្ញុំនឹងបង្ហាញនៅក្នុង channel មួយនេះចឹងសម្រាប់បងប្អូនដែលកំពុងស្វែងរកទាក់ទងមួយប្រព័ន្ធគ្រប់គ្រងនៅក្នុងក្រុមហ៊ុនបងប្អូនអាចមើល channel នេះបានបងប្អូនដែលកំពុងបម្រើការងារជូនក្រុមហ៊ុនឬក៏បងប្អូនកំពុងតែសិក្សាអញ្ចឹងខ្ញុំនឹងបន្ថែមទៅលើចំណុចទាំងអស់នេះសម្រាប់បងប្អូនដែលអាចយកទៅ apply កន្លែងធ្វើការបងប្អូនបានឬក៏អាចយកទៅចងគ្រប់គ្រងទំនិញផ្សេងដែលបងប្អូនមានតម្រូវការសរុបមកវិញគោលដៅដែលខ្ញុំបានបង្កើត channel នេះឡើងគឺបងប្អូនដែលគាត់មានបំណងចង់ស្វែងរកខ្លួនឯងបងប្អូនអាចតាមដាននៅ channel នេះបាន channel មួយនេះយើងនឹងមានបង្រៀនពីថ្នាក់ទាបបំផុតសម្រាប់បងប្អូនដែលអត់ទាន់ចេះបងប្អូនអត់ទាន់ចេះមានបំណងចង់សិក្សាចង់ស្វែងយល់ពីកម្មវិធីកុំព្យូទ័រមាន Word Excel PowerPoint នេះបងប្អូនអាចតាមដាននៅ channel មួយនេះបានសម្រាប់ពង្រឹងខ្លួនឯងឲ្យខ្លួនឯងរីកចម្រើនដល់ទាន់គេបាទសម្រាប់ស្ថាប័នតែយើងចង់មានបំណងចង់បាទរកការងារធ្វើមានបំណងចង់ apply នៅស្ថាប័នណាមួយដែលបងប្អូនមានបំណងជាចុងក្រោយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា channel មួយនេះនឹងអាចជួយបងប្អូនអរគ្នានិងជាប្រទាបសម្រាប់ជំរុញជាមាគ៌ាមួយជាមួយបងប្អូនអរគ្នាឈានទៅរកភាពជោគជ័យនៅក្នុងការប្រើប្រាស់កុំព្យូទ័របាទជាចុងក្រោយសម្រាប់បងប្អូនដែលមានបំណងចង់ស្វែងយល់បាទចង់រៀនចង់ចេះអាចតាមដាននៅ channel នេះបានបងប្អូនគិតថា channel មួយនេះអាចមានសារៈសំខាន់ជួយបងប្អូនអរគ្នាបងប្អូនអាចជួយ Subscribe បានដើម្បីទទួលបានវីដេអូថ្មីៗនិងបងប្អូនទៅអនុវត្តបាទអញ្ចឹងចុងក្រោយខ្ញុំបាទសូមអរគុណសម្រាប់បងប្អូនអរគ្នាហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងប្រសិនបើខ្ញុំនិយាយទៅមានការរលូតដោយពាក្យសម្ដីណាមួយដោយមិនសមរម្យបាទសូមអធិស្ឋានដល់គ្នាបាទសូមអរគុណ